ចូលឈ្នះការប្រយុទ្ធតាមរយៈការអធិដ្ឋានក្នុងព្រះវិញ្ញាណមិនថាលោកអ្នកកំពុងឆ្លងកាត់អ្វីនៅក្នុងរដូវកាលនេះទេខ្ញុំចង់ឲ្យលោកអ្នកដឹងថាព្រះអម្ចាស់មិនបានទុកឲ្យលោកអ្នកនៅឯកាដោយគ្មានទីពឹងឬគ្មានការការពារឡើយព្រះគម្ពីរបានប្រាប់យើងនៅក្នុងកូរិនថូសខ្សែទី2ចំពុក10ខ4ថាបិទគ្រឿងសត្រាវុធនៃចម្បាំងរបស់យើងមិនមែនជារបស់ខាងសច្ឆាមទេគឺជាអំណាចជាស្ដារមកពីព្រះជាម្ចាស់វិញសម្រាប់នឹងរំលំអស់ទាំងបន្ទាយមាំមួនតាមរយៈខគម្ពីរនេះយើងអាចយល់បាននៅចំណុច2យ៉ាងទី1វាប្រាប់យើងយ៉ាងច្បាស់ថាយើងកំពុងស្ថិតនៅក្នុងសង្គ្រាមមានន័យថាបញ្ហាប្រឈមដែលយើងជួបប្រទះនៅថ្ងៃនេះមិនថាលើបញ្ហាសុខភាពអាពាហ៍ពិពាហ៍ឬផ្លូវចិត្តវាមិនមែនកើតឡើងតាមបែបធម្មជាតិឬគ្រាន់តែជាផ្នែកមួយនៃជីវិតនោះទេគឺមានសត្រូវម្នាក់នៅទីនោះហើយវាកំពុងមានផែនការអាក្រក់ប្រឆាំងនឹងយើងទី2ព្រះជាម្ចាស់មិនបានទុកយើងឲ្យនៅទទេដោយគ្មានការការពារឬគ្មានអ្វីនៅក្នុងដៃដើម្បីទប់ទល់នឹងល្បិចកលរបស់អារក្សឡើយផ្ទុយទៅវិញព្រះអង្គបានដាក់គ្រឿងសត្រាវុធដ៏មានអំណាចនិងអធិធម្មជាតិនៅក្នុងដៃរបស់យើងដែលត្រូវបានរចនាឡើងដើម្បីរំលំដកហូតអាវុធនិងបំផ្លាញរាល់អ្វីដែលសត្រូវបោះមកលើរូបយើងតែអ្វីទៅជាអាវុធដ៏មានអានុភាពបំផុតដែលយើងមាននោះគឺការអធិដ្ឋានក្នុងព្រះវិញ្ញាណប្រហែលជាមានចំនួននៅក្នុងអាពាហ៍ពិពាហ៍របស់លោកអ្នកប្រហែលជាមានពពកដ៏ធ្ងន់នៃភាពបាក់ទឹកចិត្តកំពុងគ្រប់ដណ្ដប់លើរូបអ្នកប្រហែលជាកូនរបស់អ្នកធ្លាក់ខ្លួនឈឺញឹកញាប់ជាងធម្មតាឬប្រហែលជាអ្នកកំពុងរត់រំលត់ភ្លើងពីកន្លែងមួយទៅកន្លែងមួយទៀតដោយព្យាយាមគ្រប់មធ្យោបាយតាមបែបធម្មជាតិដើម្បីដោះស្រាយវាប៉ុន្តែគ្មានអ្វីផ្លាស់ប្ដូរឡើយឈប់ល្មមគ្រប់គ្រាន់ហើយដល់ពេលដែលត្រូវវាយបកវិញនិងកំទេចរាល់ការវាយប្រហាររបស់ខ្មាំងសត្រូវហើយដល់ពេលដែលត្រូវកាន់ដាវនៃព្រះវិញ្ញាណដែលជាគ្រឿងស្ត្រាវុធសម្រាប់វាយសម្រុកតែមួយគត់នៃគ្រឿងសឹករបស់ព្រះជាម្ចាស់នៅក្នុងអេភេសូចំពុក6តើយើងត្រូវធ្វើដូចម្តេចតើយើងត្រូវប្រើដាវនេះដោយរបៀបណាខទី18ផ្ដល់ចម្លើយដល់យើងគឺដោយការអធិដ្ឋានក្នុងព្រះវិញ្ញាណនៅក្នុងរ៉ូមចំពុក8ខ26ក៏បានប្រាប់យើងដែរថានៅពេលអ្នកអធិដ្ឋានក្នុងព្រះវិញ្ញាណនោះព្រះវិញ្ញាណបរិសុទ្ធទ្រង់ផ្ទាល់នឹងទូលអង្វរជំនួសលោកអ្នកដោយដំងោដែលមិនអាចថ្លែងជាពាក្យបានតើអ្នកអាចស្រមៃឃើញទេនៅពេលអ្នកអធិដ្ឋានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់កំពុងអធិដ្ឋានសម្រាប់អ្នកដោយមានបន្ទូលចំទៅលើស្ថានភាពរបស់អ្នកស្របតាមព្រះអន្ត័យដ៏ល្អឥតខ្ចោះរបស់ទ្រង់អ្នកមិនមែនកំពុងប្រយុទ្ធដោយប្រាជ្ញាឬកម្លាំងផ្ទាល់ខ្លួនរបស់អ្នកទៀតទេអ្នកកំពុងបញ្ចេញនូវអំណាចជាស្ដាររបស់ព្រះជាម្ចាស់ចូលនៅក្នុងកលៈទេសៈរបស់អ្នកដូច្នេះនៅថ្ងៃនេះប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការវាយប្រហារណាមួយខ្ញុំសូមលើកទឹកចិត្តលោកអ្នកសូមចំណាយពេលត្រឹមតែ15នាទីដើម្បីអធិដ្ឋានក្នុងព្រះវិញ្ញាណចំណាយពេលបន្តិចដើម្បីនៅស្ងៀមចំពោះព្រះម្ចាស់ទុកចោលនៅអ្វីដែលរំខានទាំងឡាយបង្វែរចិត្តរបស់អ្នកទៅរកព្រះយេស៊ូវហើយចាប់ផ្ដើមអធិដ្ឋានលើស្ថានភាពនោះដោយភាសារតីឬភាសាចម្លែកអស្ចារ្យសូមអធិដ្ឋានលើភាពតានតឹងក្នុងចិត្តដែលអ្នកមិនអាចដោះស្រាយបានពីមុនមកបន្ទុកដែលអ្នកបានសែងអស់រយៈពេលយ៉ាងយូរមកហើយរោគសញ្ញាคล้ายៗដែលព្យាយាមប្លន់យកការសម្រាករបស់អ្នកកាលណាអ្នកធ្វើបែបនេះអ្នកកំពុងនាំការប្រយុទ្ធទៅដល់ខ្លោងទ្វាររបស់សត្រូវហើយដូចដែលព្រះម្ចាស់ទ្រង់ផ្ទាល់បានសន្យាជាមួយនឹងសិស្សព្រះអង្គថាទ្វារឋាននរកនឹងមិនអាចឈ្នះអ្នកបានឡើយការអធិដ្ឋានក្នុងព្រះវិញ្ញាណឬការអធិដ្ឋានជាភាសាចម្លែកអស្ចារ្យឬការអធិដ្ឋានជាភាសាដទៃមិនមែនជាការខំប្រឹងដោយកម្លាំងសច្ឆាមនោះទេប៉ុន្តែវាគឺជាអំណោយទាននៃសេចក្តីសម្រាកដែលអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធអធិដ្ឋានយ៉ាងល្អឥតខ្ចោះតាមរយៈអ្នកលោកអ្នកមិនចាំបាច់រងចាំទាល់តែមានអារម្មណ៍អ្វីមួយទើបចាប់ផ្ដើមនោះទេវាគឺជាកិច្ចសហការរវាងឆន្ទៈរបស់អ្នកនិងព្រះវិញ្ញាណបរិសុទ្ធជំហានទី1បញ្ចេញចិត្តគំនិតឲ្យទំនេរ
ឈប់ព្យាយាមរកពាក្យដែលត្រឹមត្រូវជាភាសាអង់គ្លេសឬភាសាខ្មែរត្រូវដឹងថាចិត្តគំនិតរបស់អ្នកមិនអាចយល់ពីអាកំបាំងនៃព្រះវិញ្ញាណបានឡើយប្រធុខ្សែទី1ចំពុក14ខ2ជំហានទី2បើកមាត់ដោយជំនឿព្រះវិញ្ញាណបរិសុទ្ធផ្ដល់នៅបន្ទូលប៉ុន្តែអ្នកគឺជាអ្នកផ្ដល់សម្លេងទ្រង់នឹងមិនបង្ខំឲ្យអណ្ដាតរបស់អ្នកកម្រើកឡើងឡើយពោលគឺអ្នកត្រូវតែចាប់ផ្ដើមបន្លឺសម្លេងដោយខ្លួនឯងជំហានទី3និយាយជាព្យាន្តនៅពេលអ្នកបង្វែរចិត្តទៅរកព្រះយេស៊ូវចូលចាប់ផ្ដើមនិយាយនៅសម្លេងឬព្យាន្តដែលបណ្ដាលឡើងពីក្នុងវិញ្ញាណរបស់អ្នកកុំបារម្ភប្រសិនបើវាស្ដាប់ទៅដូចជាដដែលឬសាមញ្ញពេកនៅពេលដំបូងវាដូចជាការបញ្ចេញក្លិនក្រអូបដែលជួយជំរះស្ថានភាពរបស់អ្នកជំហានទី4សម្រាប់ក្នុងលំហចូលធ្វើបែបនេះរយៈពេល15នាទីក្នុងមួយថ្ងៃលោកអ្នកអាចធ្វើវាបានក្នុងពេលកំពុងបើកបរពេលធ្វើការងារផ្ទះឬនៅពេលដែលអ្នកមានអារម្មណ៍ថាត្រូវបានវាយប្រហារព្រះបិតាដែលគង់នៅឋានសួគ៌ទូលបង្គំសូមអរព្រះគុណចំពោះអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធព្រះម្ចាស់យេស៊ូវអើយទ្រង់គឺជាអ្នកជ្រមុជទូលបង្គំមានភាពនឿយហត់នឹងការប្រយុទ្ធដោយកម្លាំងនិងប្រាជ្ញាផ្ទាល់ខ្លួនហើយនៅពេលនេះដោយសារជំនឿទូលបង្គំទូលសូមព្រះអង្គជ្រមុជទូលបង្គំទៅក្នុងព្រះវិញ្ញាណបរិសុទ្ធជាមួយនឹងភ័ស្តុតាងនៃការនិយាយជាភាសាចម្លែកអស្ចារ្យទូលបង្គំជឿថានៅពេលទូលបង្គំបើកមាត់ទ្រង់នឹងបំពេញដោយភាសាសូគាទូលបង្គំទទួលយកអំណោយទាននេះនៅពេលនេះមិនមែនដោយសារអំពើល្អរបស់ទូលបង្គំឡើយប៉ុន្តែគឺដោយសារព្រះគុណរបស់ទ្រង់ក្នុងព្រះនាមព្រះយេស៊ូវអាមែនលោកអ្នកដឹងទេការអធិដ្ឋានជាភាសាចម្លែកអស្ចារ្យគឺមានអត្ថប្រយោជន៍ណាស់ការអធិដ្ឋានក្នុងវិញ្ញាណជារៀងរាល់ថ្ងៃនឹងផ្ដល់លទ្ធផលជាក់លាក់ដូចជារំលំបន្ទាយមាំមួនវាគឺជាអាវុធសម្រាប់វាយសម្រុកតែមួយគត់របស់អ្នកអេពីសូតចំពុក6ខ17ដល់18ជួសជុលរាងកាយការអធិដ្ឋានក្នុងព្រះវិញ្ញាណនឹងស្អាតលោកអ្នកឡើងប្រធុខ្សែទី1ចំពុក14ខ4ដែលក្នុងភាសាក្រិកមានន័យថាការសាងសង់ឡើងវិញឬការជួសជុលឡើងវិញវាគឺជាវិធីដែលព្រះជាម្ចាស់ក្នុងការស្ដារសុខភាពដល់ព្រះវិហារឬរូបកាយរបស់លោកអ្នកឲ្យប្រសើរឡើងរាងកាយរបស់លោកអ្នកនឹងមានភាពរឹងមាំឡើងក្មេងជាងវ័យឡើងនិងមានកម្លាំងកាន់តែខ្លាំងនិងសុខភាពកាន់តែបរិបូរណ៍ឡើងកុំចាត់ការថប់បារម្ភនៅពេលលោកអ្នកមិនដឹងថាត្រូវអធិដ្ឋានយ៉ាងដូចម្តេចចំពោះបញ្ហាដូចជាកិច្ចសន្យាធុរកិច្ចឬបញ្ហាសុខភាពគ្រួសារនោះព្រះវិញ្ញាណបរិសុទ្ធនឹងអធិដ្ឋាននៅដំណោះស្រាយដ៏ល្អឥតខ្ចោះដែលអ្នកមិនទាន់បានដឹងនៅឡើយឈ្នះលើក្រឹតវិន័យវាបដូរអ្នកពីខ្ញុំត្រូវតែធ្វើទៅជាព្រះអង្គបានធ្វើរួចហើយដោយរសារអ្នកឲ្យស្ថិតនៅក្រោមលំហូរនៃព្រះគុណ Hallelujah Hallelujah បងប្អូនយើងអរព្រគុណព្រះអង្គសម្រាប់ការអធិដ្ឋានជាភាសាដទៃការអធិដ្ឋានជាភាសាចម្លែកអស្ចារ្យដែលជួយស្អាតនៅរូបកាយយើងឡើងជួយកម្ចាត់អស់ទាំងបញ្ហាដោះដូរជីវិតយើងឲ្យរស់នៅក្នុងសេរីភាពលំហូរនៃព្រះគុណរបស់ព្រះអាមែន